ការគ្រប់គ្រងអ៊ុយក្រែនឲ្យបានខ្លាំងក្លាបន្ថែមទៀតហើយបើទោះបីជាការគ្រប់គ្រងកន្លងមកពីអង្គការ NATO បានជួយអ៊ុយក្រែនឲ្យមានភាពរឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងតទល់ជាមួយនឹងមហាអំណាចនុយក្លេអ៊ែររុស្ស៊ីហ្នឹងគឺថាបើតាមអ្វីដែលបានចុះផ្សាយគឺ NATO នឹងបន្តកិច្ចខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាបន្ថែមទៀតហើយយើងឃើញក្នុងនេះប្រទេសជាសមាជិករបស់អង្គការ NATO ក៏នឹងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យអ៊ុយក្រែនទទួលបានទាំងសម្ភារៈយោធាក៏ដូចជាការគ្រប់គ្រងផ្នែកការទូតហើយនឹងការគ្រប់គ្រងផ្នែកថវិកាច្រើនបន្ថែមទៀតប៉ុន្តែយ៉ាងណាក៏ដោយប្រទេសអង្គការ NATO គឺជាប្រទេសដែលប្រកាន់នៅការឯកភាពជាធ្លុងមួយបានន័យថាកុងសង្ស៊ីសអញ្ចឹងការអនុម័តផ្សេងសម្រាប់ជួយដល់អ៊ុយក្រែនជាការលំបាកមួយដែរសម្រាប់ជំនួយយោធាអីផ្សេងដោយសារតែប្រទេសមួយចំនួនជាសម្ព័ន្ធមិត្តក៏ដូចជាមានភាពស្និទ្ធស្នាលជាមួយនឹងរុស្ស៊ីគឺតែងតែប្លុកឬក៏ថាតែងតែរារាំងមិនឲ្យអ៊ុយក្រែនបានទទួលជំនួយពី NATO ដោយផ្ទាល់ទេអញ្ចឹងប៉ុន្តែមានប្រទេសផ្សេងដូចជាអង់គ្លេសដូចជាបារាំងដូចជាអាល្លឺម៉ង់អីគឺថាបានជាពិសេសគឺប៉ូឡូញបានធ្វើជាលក្ខណៈទ្វេភាគីច្រើនទៅឲ្យប្រទេសអ៊ុយក្រែនដូច្នេះហើយប្រធានបទទាំង3ដ៏សំខាន់នេះក្នុងណាមួយក៏សំខាន់ដែរប៉ុន្តែរឿងដែលសំខាន់បំផុតនៅក្នុងពេលនេះគឺយើងឃើញថាការផលិតនៅអាវុធសម្រាប់ត្រៀមសង្គ្រាមគឺជាប្រធានបទដែលសំខាន់ជាងគេពីព្រោះថាសហរដ្ឋអាមេរិកក៏ប្រឹងប្រែងផលិតអាវុធហើយនិងប្រទេសអឺរ៉ុបមួយចំនួនក៏ប្រឹងប្រែងផលិតនៅអាវុធសម្រាប់វិស័យការពារជាតិដែរដូច្នេះហើយទាំង investment បានទាំងការវិនិយោគក៏ដូចជាការបង្កើតនៅរោងចក្រផលិតនៅឧបករណ៍យោធាផ្សេងក៏នឹងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំពីថ្ងៃទី7ដល់ថ្ងៃទី8ខែកក្កដាខាងមុខនេះបាទចាទស្សនិកជនប្រហែលជាបានជ្រាបហើយលោករ៉ាន់រ៉ឺក៏បានលើកឡើងអំបញ្ញមិញពាក់ព័ន្ធទៅនឹងការតាំងពីលោកដូណាល់ត្រាំបានចាប់ផ្ដើមមកកាន់តំណែងវិញចាគឺលោកបានជំរុញឲ្យមានការសមាជិក NATO នោះបង្កើនការចំណាយទៅលើវិស័យការពារជាតិលោករ៉ាន់រ៉ឺហេតុអ្វីបានជាលោកដូណាល់ត្រាំមានការជំរុញបែបនេះហើយសមាជិក NATO បានឆ្លើយតបយ៉ាងដូចម្តេចដែរបាទដោយសារតែលោកដូណាល់ត្រាំបានឡើងកាន់អំណាចក្នុងពេលដែលប្រទេសឬក៏ថាប្រទេសដែលមានភាពស្និទ្ធជាមួយនឹងអង្គការ NATO បានប្រឈមសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ីដូច្នេះហើយលោកដូណាល់ត្រាំគឺបានជំរុញរឿងនេះដោយសារតែប្រទេស NATO ទាំងអស់ដែលជាសមាជិកហ្នឹងគឺថាមានធម្មនុញ្ញមួយដែលមាត្រាមួយដែលចែងការពារគ្នាទៅវិញទៅមកដូច្នេះហើយបន្ទុកក្នុងពេលកន្លងមកគឺថាភាគច្រើនស្ថិតនៅលើសហរដ្ឋអាមេរិកដែលការពារប្រទេសផ្សេងដោយស្ថិតនៅក្នុងមាត្រា5នោះឯងអញ្ចឹងហើយបានជាដូណាល់ត្រាំដើម្បីកាត់បន្ថយនៅបន្ទុករបស់ខ្លួនគឺត្រូវតែជំរុញការចំណាយរបស់ប្រទេសផ្សេងហ្នឹងឲ្យបានខ្ពស់ដូចគ្នាធ្វើយ៉ាងណាដើម្បីបង្កើតនៅផលិតផលក៏ដូចជាឧស្សាហកម្មសម្ភារៈយោធាផ្សេងហ្នឹងដើម្បីការពារខ្លួនដោយមិនត្រូវពឹងផ្អែកតែសហរដ្ឋអាមេរិកដែរនេះហើយគឺជាអ្វីដែលដូណាល់ត្រាំបានខិតខំប្រឹងប្រែងដើម្បីជំរុញប្រទេសជាសមាជិករបស់អង្គការ NATO ឲ្យបង្កើនការចំណាយលោកដូណាល់ត្រាំមិនត្រឹមតែជំរុញទេគឺថាដោយសារតែមើលឃើញភាពកំសោយក៏ដូចជាមិនសហការរបស់ប្រទេសជាសមាជិករបស់អង្គការ NATO ហ្នឹងគឺលោកបានថែមទាំងពមៀនដកសហរដ្ឋអាមេរិកចេញពីសមាជិករបស់ NATO ទៀតផងដើម្បីជៀសវាងការចំណាយគឺក៏ថាការពឹងផ្អែកខ្លាំងមកលើសហរដ្ឋអាមេរិកហើយអាមេរិកត្រូវរ៉ាប់រងចំណាយខ្ពស់នៅក្នុងពេលដែលមានវិបត្តិបែបនេះគឺជាអ្វីដែលយើងឃើញថាដូណាល់ត្រាំប្រឹងប្រែងបញ្ជិះមិនឲ្យអាមេរិកហ្នឹងរងផលប៉ះពាល់ពីការចំណាយខ្ពស់ទេទន្ទឹមហ្នឹងគឺថាប្រទេសជាសមាជិករបស់អង្គការ NATO គឺភាគច្រើនគឺមានមួយចំនួនដែលស្ថិតនៅតាមបណ្ដោយ
ព្រំដែនជាមួយនឹងប្រទេសរុស្ស៊ីហ្នឹងគឺថាភាគច្រើនគឺបដិញ្ញាចិត្តក្នុងការអនុវត្តតាមអ្វីដែល Donald Trump ចង់បានគឺដូចជាប្រទេសលេតូនីប្រទេសអេស្តូនីអីជាដើមគឺថាសុទ្ធតែបានបង្កើតនៅការចំណាយរបស់ខ្លួនក្នុងវិស័យការពារជាតិប៉ុន្តែប្រទេសទាំងនោះសុទ្ធតែជាប្រទេសដែលតូចមានសេដ្ឋកិច្ចតូចអញ្ចឹងទោះបីជាការបង្កើនការចំណាយខ្ពស់របស់ពួកគេក៏មិនអាចបំពេញតម្រូវការសម្រាប់អង្គការ NATO បានច្រើនដែរចំណែកឯប្រទេសអេស្ប៉ាញគឺជាប្រទេសមួយដែលបដិសេធទៅនឹងសំណើរបស់ Donald Trump ហ្នឹងខ្លាំងជាងគេគឺមិនបានបង្កើនការចំណាយទេដោយសារតែប្រទេសអេស្ប៉ាញហ្នឹងគឺថាស្ថិតនៅប្រទេសដែលមានការចំណាយហ្នឹងទាបហើយដូច្នេះហើយគឺថាជាការទូតគឺយើងឃើញប្រទេសអេស្ប៉ាញហ្នឹងបច្ចុប្បន្នគឺមាននោះក៏ដូចជាភាពប្រទាំងប្រទេសជាមួយនឹងសហរដ្ឋអាមេរិកច្រើនមែនទែនដោយសារតែការអំពាវនាវរបស់សហរដ្ឋអាមេរិកត្រូវបានបដិសេធហើយការចង់បានរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហប្រតិបត្តិការផ្សេងពីអង្គការ NATO ហ្នឹងក៏ត្រូវបានបដិសេធក៏ដូចជាមិនឆ្លើយតបដោយវិជ្ជមានធ្វើឲ្យ Donald Trump មានការខឹងសម្បារអញ្ចឹងប្រទេសមួយចំនួនដែលនៅអឺរ៉ុបហ្នឹងក៏មិនធ្វើទៅតាមអ្វីដែល Donald Trump ចង់បានដែរក្នុងពេលកន្លងមកនេះធ្វើឲ្យស្ថានភាពរបស់ NATO អឺរ៉ុបហើយនឹងសហរដ្ឋអាមេរិកហ្នឹងគឺថាមានភាពប្រេះឆាគ្នាជាច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះបាទលោករ៉ាន់រ៉យមែនទែនទៅថវិកាដែលបន្ថែមសមាជិក NATO នឹងត្រូវចំណាយទៅលើវិស័យការពារជាតិនោះតើនឹងត្រូវចំណាយទៅលើវិស័យអ្វីខ្លះហើយថាវាអាចនឹងប៉ះពាល់ទៅដល់សន្តិសុខក្នុងតំបន់និងពិភពលោកដូចមិនដេចបាទម៉ាលីចំណុចនេះគឺថាប្រទេស NATO យើងដឹងហើយថាអង្គការ NATO គឺជាអង្គការសម្ព័ន្ធមិត្តផ្នែកយោធាមិនមែនផ្នែកសេដ្ឋកិច្ចហើយក៏មិនមែនផ្នែកអ្វីផ្សេងដែរគឺបានន័យថាប្រាក់ថវិការបស់ចូលជាសមាជិក NATO គឺប្រើប្រាស់សម្រាប់ការអភិវឌ្ឍអាវុធបច្ចេកវិទ្យាយោធានៅក្នុងប្រទេសជាសមាជិករបស់អង្គការ NATO ដូច្នេះហើយរាល់ថវិកាដែលបង្កើនដែលទាមទារដោយ Donald Trump នេះគឺថាភាគច្រើនគឺថាត្រូវតែអភិវឌ្ឍនៅបច្ចេកវិទ្យាសម្ភារៈយោធាមានកំជ្រួចមានមីស៊ីលមានដ្រូនអីជាដើមហ្នឹងសម្រាប់ប្រទេសជាសមាជិក NATO ទិញហើយយកទៅប្រើប្រាស់សម្រាប់ការពារជាតិរបស់ពួកគេនេះហើយគឺជាអ្វីដែលយើងឃើញថាទោះបីបង្កើនការចំណាយខ្ពស់ក៏ដោយគឺថាភាគច្រើនថវិកាទាំងអស់នោះនឹងធ្លាក់ទៅលើប្រទេសធំដែលជាសមាជិករបស់អង្គការ NATO ដែលផលិតនៅបច្ចេកវិទ្យាក៏ដូចជាសម្ភារៈយោធាទំនើបដដែលទេនេះគឺជាអ្វីដែលយើងឃើញថាទោះបីបង្កើនការចំណាយគឺថាថវិកាហ្នឹងនឹងបានទៅប្រទេសដែលអភិវឌ្ឍបច្ចេកវិទ្យានិងសម្ភារៈយោធាឧស្សាហកម្មយោធាសំខាន់ទំនើបនៅក្នុងប្រទេសជាសមាជិករបស់ NATO នោះបាទលោករ៉ាន់រ៉យកន្លងមកមានការលើកឡើងថាភាពខុសគ្នានៃទស្សនៈរវាងសហរដ្ឋអាមេរិកនិងសមាជិកអឺរ៉ុបនឹងគឺអាចធ្វើឲ្យប៉ះពាល់ទៅដល់សាមគ្គីភាព NATO តើលោកយល់ថាអង្គការ NATO កំពុងតែប្រឈមនឹងការបែកបាក់គ្នាមែនដែរឬទេឬក៏គ្រាន់តែជាការខ្វែងគំនិតគ្នានោះបាទម៉ាលីជារឿងដែលគួរឲ្យកត់សម្គាល់មែនចំណុចនេះក្នុងរយៈពេលចុងក្រោយនេះយើងឃើញថារដ្ឋបាលសហរដ្ឋអាមេរិកហើយនិងសមាជិក NATO នៅអឺរ៉ុបហ្នឹងគឺមានការខ្វែងគំនិតគ្នាច្រើនមែនប៉ុន្តែបើយើងតាមដានទៅប្រវត្តិនៃការខ្វែងគំនិតគ្នាមានមិនច្រើនទេគឺស្ថិតនៅក្នុងរដ្ឋបាលរបស់ Donald Trump តែម្ដងហើយការខ្វែងគំនិតគ្នាក៏មិនច្រើនដែរគឺតាក់ទងទៅនឹងការចំណាយរបស់ការចំណាយដែលទាមទារដោយ Donald Trump ហើយប្រទេសមួយចំនួនគឺថាមិនអនុវត្តតាមតែប៉ុណ្ណោះហើយមួយទៀតតាក់ទងទៅនឹងនយោបាយការបរទេសរបស់ NATO ដែលសហរដ្ឋអាមេរិកទាមទារឲ្យប្រឹងប្រែងជួយខ្លួនហើយ NATO គឺមិនបានអនុវត្តតាមទេដោយសារតែ Donald Trump ក្នុងរយៈពេលចុងក្រោយគឺថាធ្វើអ្វីតាមតែចិត្តគាត់ចង់ដូច្នេះហើយ NATO មិនបត់តាមមិនទាន់ក៏ដូចជាមើលឃើញនៅហានិភ័យដែលបើសិនជា NATO ប្រឡូកនៅក្នុងការជួយ Donald Trump គឺថាធ្វើឲ្យស្ថានភាពពិភពលោកកាន់តែវឹកវរឬក៏ថាកាន់តែអសន្តិសុខមែនទែននៅទូទាំងអឺរ៉ុបក៏ដូចជារីករាលដាលនៅតំបន់ផ្សេងអញ្ចឹងហើយក្នុងផ្នែកនេះគឺយើងឃើញថារដ្ឋបាល Trump មាន
ភាពប្រទាំងប្រទេសឬក៏ថាមានភាពខុសគ្នាជាមួយនឹងគោលនយោបាយរបស់សហភាពអឺរ៉ុបក៏ដូចជាខាងអង្គការ NATO យើងឃើញថាទៅលើអ្វីដែលដូណាល់ ត្រាំទាមទារប៉ុន្តែក្នុងពេលកន្លងមកមុនត្រាំអីគឺថាអង្គការ NATO តែងតែនៅស្និទ្ធជាមួយគ្នាហើយធ្វើការជាមួយគ្នានេះយើងឃើញផ្អែកតាដូណាល់ ត្រាំទេដែលមានបញ្ហាជាមួយនឹងសមាជិក NATO ភាគច្រើនប៉ុន្តែបើផ្អែកទៅលើបញ្ហាសន្តិសុខវិញយើងឃើញថាអង្គការ NATO ឬក៏ថាជាមួយនឹងសហរដ្ឋអាមេរិកគឺថាសហរដ្ឋអាមេរិកមិនអាចអត់អង្គការ NATO បានទេបើសិនជាថ្ងៃក្រោយសហរដ្ឋអាមេរិកបានផ្ដាច់ខ្លួនចេញពីសមាជិក NATO មែនគឺថាទាំងឧស្សាហកម្មអាវុធក៏ដូចជាបច្ចេកវិទ្យាអាវុធរបស់សហរដ្ឋអាមេរិកច្បាស់ជាលក់មិនបានច្រើនហើយការទិញពីសហរដ្ឋអាមេរិកក៏នឹងតិចធ្វើឲ្យអាមេរិកអាចពិបាកនៅក្នុងការលក់សពាវុធរបស់ខ្លួនទៅចេញទៅក្រៅប្រទេសទាំងនេះហើយយើងឃើញថាហើយសហរដ្ឋអាមេរិកគឺมันអាចឈរតែឯងសម្រាប់ភាពឧត្តមភាពឬជាមហាអំណាចដែលខ្លាំងក្លាផុតលេខនៅលើពិភពលោកបានទេបើសិនជាអត់អង្គការ NATO នៅពីក្រោយនោះដូច្នេះហើយមួយផ្នែកគឺយើងឃើញមានភាពមិនស៊ីសង្វាក់គ្នាក៏ប៉ុន្តែជារួមគឺថាអង្គការ NATO ហើយនិងសហរដ្ឋអាមេរិកគឺมันអាចបោះបង់ចោលគ្នាបានទេនៅក្នុងកលៈទេសៈដ៏លំបាកដែលប្រឈមជាមួយនឹងសង្គ្រាមជាពិសេសគឺការប្រជែងឥទ្ធិពលជាមួយនឹងមហាអំណាចរុស្ស៊ីនិងចិននាពេលនេះបាទចាជាសំណួរចុងក្រោយលោករ៉ាន់រ៉ឺនៅក្នុងបរិបទដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងការកើនឡើងនៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាចតើការបង្កើនចំណាយរបស់សមាជិក NATO នឹងធ្វើឲ្យសន្តិសុខអឺរ៉ុបកាន់តែរឹងមាំឬក៏អាចជំរុញឲ្យការប្រកួតប្រជែងផ្នែកយោធាកាន់តែខ្លាំងនោះជាការពិតហើយការត្រៀមខ្លួនរបស់អឺរ៉ុបគឺជាការត្រៀមខ្លួនសម្រាប់រយៈពេលវែងបើយើងផ្អែកទៅតាមអ្វីដែលអគ្គលេខាធិការរបស់អង្គការ NATO គឺលោក Mark Rutte បាននិយាយជាសាធារណៈក្នុងពេលថ្មីៗហ្នឹងគឺថាចាត់ទុកថារុស្ស៊ីបើទោះបីជាសង្គ្រាមជាមួយនឹងអ៊ុយក្រែនបានចប់ក៏ដោយគឺរុស្ស៊ីនៅតែជាការគំរាមកំហែងរយៈពេលវែងសម្រាប់សន្តិសុខអឺរ៉ុបដូច្នេះហើយការបង្កើនការចំណាយនេះគឺជាការរត់ប្រណាំងផ្នែកសពាវុធមួយដ៏សំខាន់នៅពេលនេះក៏ដូចជាទៅអនាគតដែរអញ្ចឹងសហខាងអឺរ៉ុបក្តីគឺថាប្រទេសផ្សេងៗនៅតំបន់អឺរ៉ុបជាពិសេសនៅក្នុងជាចង្កោមសមាជិក NATO គឺបានត្រៀមខ្លួនសម្រាប់ការរត់ប្រណាំងបែបនេះការពារសន្តិសុខហើយការរត់ប្រណាំងការប្រឹងប្រែងរបស់ខាងអឺរ៉ុបគឺធ្វើឲ្យភាគីម្ខាងទៀតក៏ដូចជាមានរុស្ស៊ីនិងចិនអីជាដើមហ្នឹងគឺមិននៅស្ងៀមទេការអភិវឌ្ឍនៅបច្ចេកវិទ្យាថ្មីសពាវុធថ្មីច្បាស់ជាធ្វើឡើងដើម្បីធ្វើយ៉ាងណាដើម្បីឲ្យមានភាពដោយថាមានតុល្យភាពរវាងមហាអំណាចខាងអឺរ៉ុបក៏ដូចជាមហាអំណាចខាងអាស៊ីអឺរ៉ុបឬអាស៊ីខាងកើតរបស់រុស្ស៊ីនេះហើយគឺជាអ្វីដែលយើងឃើញថាការបង្កើនការចំណាយរបស់ប្រទេស NATO ហ្នឹងគឺជាផ្នែកមួយដ៏សំខាន់នៃការរត់ប្រណាំងផ្នែកសពាវុធទៅថ្ងៃក្រោយហើយសហរដ្ឋអាមេរិកក្នុងរយៈពេលនេះគឺបានអំពាវនាវឲ្យមានការចំណាយហ្នឹងទៅលើវិស័យការពារជាតិហ្នឹងមិនត្រឹមតែប្រទេសអឺរ៉ុបទេសូម្បីតែប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកយើងហ្នឹងមានអាស៊ានមានអីជាដើមហ្នឹងក៏ត្រូវតែបង្កើនការចំណាយនៅក្នុងវិស័យការពារជាតិដែរហើយការបង្កើនការចំណាយនៅក្នុងវិស័យការពារជាតិហ្នឹងគឺបានផលទៅណាគឺបានផលទៅលើសហរដ្ឋអាមេរិកដែលទិញអាវុធពីសហរដ្ឋអាមេរិកសម្រាប់មកការពារខ្លួនខ្លាចប្រទេសផ្សេងឈ្លានពានក៏ដូចជាវាយប្រហារដែលធ្វើឲ្យផលប្រយោជន៍ហ្នឹងគឺថាធ្លាក់ទៅលើប្រទេសដែលអភិវឌ្ឍខ្លាំងផ្នែកសពាវុធបាទទស្សនិកជននៅមុនកិច្ចប្រជុំកំពូលអង្គការ NATO ដែលនៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការជជែកដេញដោលជុំវិញការចែករំលែកអំពីបន្ទុកការពារជាតិរវាងសហរដ្ឋអាមេរិកនិងអង្គការ NATO នៅសហភាពអឺរ៉ុបបានក្លាយជាប្រធានបទទាក់ទាញយ៉ាងខ្លាំងជាពិសេសគឺនៅពេលដែលលោក Donald Trump ដែលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកវិញនៅដើមឆ្នាំ 2025 រដ្ឋបាលរបស់លោកបានជំរុញឲ្យប្រទេសសមាជិក NATO បង្កើនចំណាយលើវិស័យការពា
ពីជាតិកាន់តែខ្ពស់ដោយសមាមាត្រនៃផលិតផលក្នុងស្រុកសរុបជាគោលដៅសំខាន់តែហេតុអ្វីបានជាសហរដ្ឋអាមេរិកដាក់សម្ពាធលើសមាជិក NATO បែបនេះហើយថាតើថវិកាបន្ថែមនេះនឹងត្រូវយកទៅប្រើប្រាស់ទៅលើវិស័យអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិលោករ៉ាន់រ៉ឺយនឹងចូលខ្លួនមកបកស្រាយជុំវិញរឿងរ៉ាវទាំងអស់នេះលោករ៉ាន់រ៉ឺយតើកិច្ចប្រជុំកម្ពុជានេះតើនឹងប្រព្រឹត្តទៅនៅពេលណាហើយហេតុអ្វីបានជាកិច្ចប្រជុំនេះមានសារៈសំខាន់បាទម៉ាលីកិច្ចប្រជុំកំពូល NATO នៅឆ្នាំ2026នេះនឹងប្រព្រឹត្តទៅនៅទីក្រុងអង្គការប្រទេសទូគីហើយយើងដឹងហើយថាប្រទេសទូគីធ្លាប់ទទួលរងនៅមីស៊ីលមួយចំនួននៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហើយទូគីគឺជាប្រទេសសមាជិក NATO ដ៏សំខាន់មួយដែលភ្ជាប់ពីអឺរ៉ុបមកកាន់អាស៊ីនៅមជ្ឈិមបូព៌ាអញ្ចឹងហើយកិច្ចប្រជុំកំពូលនៅឆ្នាំ2026នៃអង្គការ NATO ដែលមានសមាជិកចំនួន32រូបនឹងប្រព្រឹត្តទៅនៅពីថ្ងៃទី7ដល់ថ្ងៃទី8ខែកក្កដាឆ្នាំ2026នេះហើយកិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំដ៏សំខាន់មួយដែលលោក Donald Trump ក៏នឹងចូលរួមដែរជាមួយនឹងប្រមុខរដ្ឋសំខាន់ដែលជាសមាជិករបស់អង្គការ NATO ហើយសមាជិករបស់អង្គការ NATO ដែលភាគច្រើនស្ថិតនៅតំបន់អឺរ៉ុបហើយនឹងអឺរ៉ុបខាងកើតដែលនៅជួបនឹងរុស្ស៊ីហើយកំពុងតែមានចំនួនរុស្ស៊ីដែលកំពុងតែចោទប្រកាន់ដាក់រុស្ស៊ីថាជាអ្នកដែលបង្កសង្គ្រាមអីផងគឺថាកិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងឆ្នាំទី2ដែលលោក Donald Trump បានខិតខំប្រឹងប្រែងឬក៏ថាជំរុញឲ្យសមាជិករបស់អង្គការ NATO បង្កើនការចំណាយឲ្យខ្ពស់រហូតដល់ 5% ឬក៏ថាធ្វើដំណើរឲ្យឆ្ពោះទៅរកការចំណាយនៅក្នុងវិស័យការពារជាតិរហូតដល់ 5% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនីមួយៗដែលជាការចំណាយមួយត្រូវបានគេមើលឃើញថាបង្កើននៅប្រសិទ្ធភាពក្នុងវិស័យការពារជាតិក៏ដូចជាបង្កើនការចំណាយនេះឲ្យខ្ពស់ដើម្បីធ្វើយ៉ាងណាបង្កើតនៅផលិតផលការពារជាតិគឺមីស៊ីលក៏ដូចជាផលិតផលផ្សេងៗទៀតដើម្បីត្រៀមប្រយុទ្ធប្រឆាំងជាមួយនឹងសង្គ្រាមផ្សេងៗដែលអាចនឹងប៉ះពាល់ទៅដល់សមាជិករបស់អង្គការ NATO នេះហើយគឺជាអ្វីដែលយើងឃើញថាកិច្ចប្រជុំនេះមានសារៈសំខាន់សម្រាប់ប្រទេសជាសមាជិក NATO ក៏ដូចជាប្រទេសដែលកំពុងតែរងការប្រឈមជាមួយនឹងប្រទេសរុស្ស៊ីដោយផ្ទាល់នោះបាទលោករ៉ាន់រ៉ឺយតាមរយៈការតាមដានរបស់លោកតើរបៀបវិរៈសំខាន់នៃកិច្ចប្រជុំកំពូលមានអ្វីខ្លះហើយថាតើប្រធានបទណានឹងក្លាយជាចំណុចស្នូលនៃកិច្ចប្រជុំនេះបាទម៉ាលីបើផ្អែកទៅតាមគេហទំព័ររបស់អង្គការ NATO គឺថាប្រធានបទចំនួន3សំខាន់ដែលអង្គការ NATO ឬក៏ថាប្រមុខដឹកនាំរបស់ NATO នឹងប្រជុំនៅថ្ងៃខាងមុខនេះឬក៏ថាដើមសប្តាហ៍ក្រោយនេះគឺថាមានចំណុចសំខាន់3ទី1គឺតាក់ទងទៅនឹង defense investment បានន័យថាការវិនិយោគនៅក្នុងវិស័យការពារជាតិហើយទី2គឺ defense industry គឺការឧស្សាហកម្មក្នុងវិស័យការពារជាតិហើយទី3គឺតាក់ទងទៅនឹង Ukraine support គឺការគ្រប់គ្រងប្រទេសអ៊ុយក្រែនដូច្នេះហើយនេះគឺជាប្រធានបទសំខាន់ដែលយើងដឹងហើយថាចាប់តាំងពីលោក Donald Trump បានវិលមកកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅក្នុងពេលសង្គ្រាមអ៊ុយក្រែនហើយនិងរុស្ស៊ីក៏កំពុងតែឆាបឆេះដែរនោះគឺថា Donald Trump គឺបានជំរុញឲ្យសមាជិក NATO នឹងបង្កើនការចំណាយនៅក្នុងប្រទេសរបស់ខ្លួននីមួយៗនឹងរហូតដល់ 5% នៃទឹកប្រាក់ផលិតផលក្នុងស្រុកសរុបដែលជាការចំណាយមួយខ្ពស់ធៀបទៅនឹងការចំណាយដែលធ្លាប់មានរបស់អង្គការ NATO បានន័យថាអង្គការ NATO ធ្លាប់តែដាក់កម្រិតសមាជិកនីមួយៗចំណាយត្រឹមតែ 2% ប៉ុណ្ណោះនៃ GDP របស់ខ្លួនកាលពីឆ្នាំអនុម័តកាលពីឆ្នាំ2014ប៉ុន្តែទោះបីជាការអនុម័តបែបនោះក៏ដោយបើតាមរបាយការណ៍គឺថាប្រទេសសមាជិក NATO ភាគច្រើនគឺមិនបានចំណាយខ្ពស់រហូតដល់ 2% នៃ GDP ដែលបានអនុម័តហើយនោះទេអញ្ចឹងបានន័យថាប្រទេសខ្លះមានសេដ្ឋកិច្ចទាបគឺអនុម័តឬក៏ថាការចំណាយនឹងក្រោម 1% នៃ GDP ប្រទេសខ្លះមានលើសពី 1% នៃ GDP ប្រទេសខ្លះបានស្ថិតនៅក្នុង 2% នៃ GDP សម្រាប់ការពារជាតិអញ្ចឹងហើយបានន័យថាក្រោយពី Trump លើកឡើងមកគឺថាជាការ
ប្រឹងប្រែងមួយដើម្បីធ្វើយ៉ាងម៉េចជំរុញថវិកាការវិជាតិឲ្យបានច្រើនហើយចំណែកក្នុងប្រធានបទសំខាន់មួយទៀតទាក់ទងទៅនឹង defense industry គឺឧស្សាហកម្មវិស័យការវិជាតិហ្នឹងគឺថាបើតាមអ្វីដែលបានចុះផ្សាយក៏ដូចជាពង្រៀងសេចក្តីចុះផ្សាយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ខាងអង្គការ NATO ហ្នឹងគឺបានបញ្ជាក់អំពីការផលិតនៅសម្ភារៈយោធាឲ្យបានច្រើនមានតាំងមីស៊ីលជាពិសេសគឺបច្ចុប្បន្នហ្នឹងគឺ drone ដែលជាការផ្ដោតដ៏សំខាន់នៅក្នុងកិច្ចការឧស្សាហកម្មរបស់វិស័យការពារជាតិ